ពេលយើងកាន់តែប្រើវាកាន់តែចេញអារូបនឹងមកចាទូជំងឺមហារីកបាត់ស្បូនចាមហារីកស្បូនចាប្រើតាមអ្វីដែលកាត់បានប្រាប់ទៅគឺល្អមែនទៅពិនិត្យទៅពេលថាជាហ្នឹងមិនថាទុកចិត្តកាត់ខ្លាំងតែថាពេលថាបាត់ហើយគឺសบายខ្លាំងមិនដឹងគេថាមិនសบายចិត្តខ្លាំងហូមដែរជួយប្រគួសារខ្ញុំថាបងជាហើយខ្ញុំជាប្រើអ៊ីកូរ៉ៃគឺល្អខ្លាំងបើសិនខ្ញុំអត់ជាដាច់ខ្ញុំនិយាយមិនបាច់ចេញបើខ្ញុំអត់ជាផងខ្ញុំថាតើខ្ញុំជាបានខ្ញុំនិយាយកើតចាឆ្លងជាពេលនេះបានខ្ញុំហ៊ានប្រជុំលោកខ្ញុំថាខ្ញុំត្រូវតែធ្វើអ្វីដែរឲ្យបងប្អូនណាដែលគាត់អត់មានបញ្ហាហ្នឹងគាត់អត់ដឹងថារោគវិធីមិនម៉េចឲ្យគាត់ដឹងតែគាត់ដឹងតែអត់គ្នាមុនខ្ញុំថាខ្ញុំអត់ជឿដែរខ្ញុំថាគាត់តែលេបខាងក្រៅហើយអីក៏បាត់ដល់ខាងក្នុងនឹងតែជ្រើសរើសហ្នឹងត្រូវឬខុសដែរអត់ខ្ញុំអត់ប្រកាសខ្លួនឯងដែរតែខ្ញុំស្ដាប់តបងគាត់ប្រឹក្សាមកខ្ញុំមកដូចថាគាត់និយាយមកចូលអារម្មណ៍យើងទាំងអស់ចាយើងត្រូវតែប្រើទៅភាសាដូចគាត់និយាយមែនហើយដល់ទៅគឺស្រួលខ្លួនហើយបើកុំបានគាត់ខ្ញុំក៏មិនបានដល់ថ្ងៃហ្នឹងដែរព្រមថាខ្ញុំខុសផ្លែឆ្ងាយធូរជាងមុនខ្លាំងវិលមកជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធីបបពិសោធន៍អ្នកប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីការ៉ៃថ្ងៃនេះវិលមកជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតហើយទៅលើបបពិសោធន៍អតិថិជនដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីការ៉ៃដែលគាត់ទទួលបានប្រសិទ្ធភាពឬក៏តកតងជាមួយនឹងទទួលបានលទ្ធផលល្អមែនទែនទៅលើការដោះបញ្ហាសុខភាពរបស់គាត់ទៅលើការដំណោះស្រាយតាមរយៈការដោះជាមួយនឹងផលិតផលអ៊ីការ៉ៃតែយើងក៏ចង់ដឹងថាតើបងស្រីដែលគាត់ចូលរួមក្នុងការចែករំលែកតកតងជាមួយនឹងបបពិសោធន៍ថ្ងៃហ្នឹងតែគាត់មានបញ្ហាសុខភាពអីខ្លះគាត់មានអាការៈយ៉ាងណាខ្លះយើងទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាចាជាកិច្ចដំបូងសូមជំរាបសួរបងចាដល់ហើយសូមអនុញ្ញាតបងជួយរៀបរាប់ឈ្មោះទីលំនៅបច្ចុប្បន្នដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់ផងណាបងចាជំរាបសួរខ្ញុំឈ្មោះថឿនកំហេងបច្ចុប្បន្នខ្ញុំនៅខេត្តសៀមរាបជ័យមកពីឆ្ងាយណាបងតាំងពីសៀមរាបមកដល់ភ្នំពេញដើម្បីចូលរួមចែករំលែកដែលតតងជាមួយនឹងបងផ្ទាល់បងអាចថាអនុញ្ញាតបងជួយបង្ហាញពីស្ថានភាពអាការៈសុខភាពបងបន្តិចបានទេមុននឹងបងសម្រាប់ចិត្តថាប្រើប្រាស់ជាមួយនឹងផលិតផលអ៊ីការ៉ៃហ្នឹងកន្លងមកតើបងមានជាមួយនឹងប្រវត្តិឬក៏បញ្ហាសុខភាពយ៉ាងណាខ្លះដែរបងចាដំបូងខ្ញុំមានបញ្ហាសុខភាពខ្លាំងទេមានបញ្ហាជំងឺផ្លូវចិត្តចាពេលខ្ញុំមានជំងឺផ្លូវចិត្តខ្ញុំក៏មានបញ្ហាញើសដង្ទ្រូងចាហើយត្រជាក់ចុងដៃចុងជើងភ័យទៅណាគឺខ្លាចឃើញនៅច្រើនគឺខ្លាចភ័យខ្លាចអត់ហ៊ានជួបមុខគេចាប៉ុន្តែតើតើមួយបញ្ហាទាំងអស់ហ្នឹងបើនិយាយពីស្ថានភាពសុខភាពបងដែលបងប្រឈមមួយអាការៈហ្នឹងប្រហែលជាប្រហែលឆ្នាំដែរបងជាពេលប្រហែលជាមួយឆ្នាំដែរមួយឆ្នាំជាងចាពេលហ្នឹងខ្ញុំបានមើល Facebook យូរដែររយៈពេល1ឆ្នាំបានខ្ញុំសម្រេចចិត្តថាទិញប្រើចាឃើញគាត់និយាយមកគឺត្រូវនៅអ្វីដែលខ្ញុំឈឺខ្ញុំមានបញ្ហាសុខភាពបែបហ្នឹងទៅខ្ញុំក៏សម្រេចចិត្តទិញយកមកប្រើយកប្រើរយៈពេលខ្ញុំប្រើហ្នឹងប្រហែលជា2ខែបានខ្ញុំបានផលទទួលផលថាខ្ញុំរឿងធូរស្បើយជាងមុនណាចាហើយជំងឺដែលខ្ញុំឈឺពីមុនដែលភ័យខ្លាចអីក៏វាដូចលក្ខណៈថារៀងអន់ថយជាងមុនណាខ្ញុំអាចនិយាយជាមួយអ្នកដែលនៅជុំវិញខ្លួនខ្ញុំអត់ភ័យខ្លាចហើយខ្ញុំរៀនក្លាហានជាងមុនទៅដែរចាហើយក៏រឹងមាំជាងមុនចារឹងមាំជាងមុនណាបងប៉ុន្តែបើវិលត្រឡប់ទៅលើបញ្ហាទាំងអស់នឹងទៀតដូចជាស្ថានភាពសុខភាពបងតកតងមួយសុខភាពផ្លូវចិត្តមានហើយចាប់ដើមខ្លាំងចុះដោយឡែកតកតងជាមួយនឹងបញ្ហាសុខភាពផ្សេងទៀតបងមានអាការៈអីថាបើយើងនិយាយពីផលរំខានវាធ្វើឲ្យយើងពិបាកយ៉ាងម៉េចខ្លះសម្រាប់បងចាពេលដែលខ្ញុំប្រើហើយខ្ញុំប្រើផលិតផលហ្នឹងហើយក៏ធ្វើឲ្យខ្ញុំមានដឹងខ្ញុំមានជំងឺមួយទៀតជំងឺមហារីកទូជំងឺមហារីកបាត់ស្បូនហ្នឹងចាមហារីកស្បូនចាទៅខ្ញុំដំបូងខ្ញុំភ័យដែរខ្ញុំថាមិនតែខ្ញុំមានបញ្ហាជំងឺហ្នឹងដំបូងខ្ញុំអត់មានកើតជំងឺហ្នឹងទេហេតុអីខ្ញុំប្រើទៅវាមានតែបញ្ហានឹងកើតឡើងមកតែខ្ញុំក៏បានសួរប្រឹក្សាជាមួយបងតារាដែរបងថាអូនឯងប្រហែលជាមានបញ្ហារស្ត្រីមួយទៀតទៅខ្ញុំក៏សួរគាត់ក៏បានណែនាំឲ្យខ្ញុំប្រើចិត្តតែប្រើទៅវាមានបញ្ហាការៈចេញមកតែខ្ញុំតក៏ដល់វាធ្ងន់ធ្ងរដែរខ្ញុំក៏ទៅពិនិត្យពេទ្យ
ទៅពេទ្យក៏ថាយើងមានបញ្ហាជំងឺនឹងហារីមាត់ស្បួនទុកតែមេរោគហ្នឹងទៅពេលឲ្យបងខ្ញុំត្រឡប់មកពេទ្យវិញប្រាប់បងស្រីទៅគាត់បានណែនាំឲ្យខ្ញុំប្រើតាមរបៀបដែលគាត់បានប្រាប់ខ្ញុំចាកន្លែងណាដែលត្រូវលាបដៃទៅវាបាត់កន្លែងណាដែលថាយើងប្រើទៅវាប្រសើរចាទៅពេលខ្ញុំធ្វើតាមគាត់ទៅខ្ញុំបានផលហើយពេលឲ្យខ្ញុំប្រើទៅខ្ញុំក៏វាខ្ញុំនៅនិយាយទៅយូរវិញឆ្ងាយដែរខ្ញុំមិនមែននៅខ្មែរទេខ្ញុំក៏ទៅស្រុកគេដែរទៅផលិតផលការប្រើគឺបាក់ខ្ញុំប្រើសម្រុកខ្លាំងទេណានោះហើយធ្វើទុកខ្ញុំខ្លាំងដែរពេលយើងកាន់តែប្រើវាកាន់តែចេញអារោគនឹងមកចាប្រើទៅចេះតែចេញថាយើងធ្ងន់ធ្ងរវាចេះតែមានបញ្ហាអត់ធ្វើទុកខ្ញុំពេលធ្វើការក៏ខ្ញុំមានបញ្ហាដែរប៉ុន្តែខ្ញុំអត់ដែរប្រាប់អ្នកណាថាខ្ញុំឈឺអីទេចាហើយខ្ញុំពេលខ្ញុំប្រើទៅខ្ញុំដល់ទៀតខ្ញុំដល់យប់ឡើងខ្ញុំសមាធិចាហើយលាបផងសមាធិផងខ្ញុំត្រឡប់មកវិញខ្ញុំក៏បានមកឆែកសុខភាពនៅមន្ទីរពេទ្យទៀតទៅខ្ញុំគ្រូពេទ្យនឹងប្រាប់ថាជំងឺខ្លួនឯងជាហើយអត់មានកើតទៀតទេខ្ញុំសប្បាយចិត្តខ្លាំងទេពេលឮចឹងតើតងជាមួយនឹងបងអាចថាមុននឹងយើងបណ្ឌិតឃើញជាមួយនឹងបញ្ហាមេរោគអស់ហ្នឹងតែកន្លងមកវាធ្វើទុកបងយ៉ាងម៉េចខ្លះដែលបងសម្រេចចិត្តទៅបណ្ឌិតឲ្យឃើញជាមួយនឹងបញ្ហាធ្លាក់សមកខ្លាំងធ្លាក់ឈរចាហើយវាមានធ្លាក់ឈាមទៀតនោះចាទៅខ្ញុំភ័យខ្លាំងទេថាមិនបានជាមានបញ្ហាហ្នឹងវាកើតឡើងមកខ្ញុំកិច្ចចិត្តតែវាមានតែមុនដំបូងធ្លាក់សតិចមានឈាមធ្លាក់ទៀតចាតែមកខ្ញុំសម្រេចចិត្តទៅពេទ្យបណ្ឌិតព្រោះបងគាត់ឲ្យប្រឹក្សាហ្នឹងគាត់ប្រាប់ខ្ញុំថាទៅពេទ្យបណ្ឌិតសិនទៅថាវាមានអាការៈមិនបានជាមានអាការៈអញ្ចឹងតែទៅពេលបណ្ឌិតទៅមិនដឹងថាមែនណាប៉ុន្តែពីមុនមកអត់ដែលដោះទៅលើបញ្ហាផ្នែកស្ត្រីនឹងទេអត់ដែលដោះទេគ្រាន់តែគាត់ឲ្យខ្ញុំប្រើលេងសិនអ៊ីស្រូតគាត់ឲ្យយកអ៊ីស្រូតទៅប្រើសិនខ្ញុំក៏ថាខ្ញុំអត់ឈឺអាហ្នឹងទេខ្ញុំអត់មានបញ្ហារឿងស្ត្រីទេប្រកែកមួយគាត់ទៀតដល់ពេលហើយគាត់ថាឯងប្រើសិនទៅប្រើលេងសិនមើលដល់ពេលហើយចេញមករោគហ្នឹងមកមែនចាប៉ុន្តែតើតោមួយបញ្ហាសុខភាពផ្លូវចិត្តមុននឹងបងចាប់ផ្ដើមប្រើប្រាស់ផលិតផលអ៊ីក្រាញនេះវាមានអាការៈយ៉ាងម៉េចខ្លះសម្រាប់បងដែលថាវាធ្វើឲ្យយើងវាចាប់ផ្ដើមបើយើងនិយាយពីការធ្លាក់ចុះនៃទឹកចិត្តរបស់យើងវាធ្លាក់ចុះដល់កម្រិតណាដែលអាចថាធ្វើឲ្យបងសម្រេចចិត្តក្នុងការប្រើប្រាស់ហ្នឹងណាបងចេះតែមានអាការៈថាដូចខ្ញុំប្រាប់បងខាងលើអញ្ចឹងវាភ័យញើទ្រូងហើយយើងតិចដៃតិចជើងគឺតិចដូចតកបដោយហើយងាកអារម្មណ៍ឆេវឆាវឆេវឆាវជាមួយហើយដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់បណ្ដោយជំងឺខ្ញុំឲ្យនៅកាន់តែខ្លាំងទៀតទេតែខ្ញុំចេះតែរោព្យាយាមរោដែរព្យាយាមរោថ្នាំនឹងថាតើប្រើថ្នាំសម្រាប់ថាប្រើថ្នាំអីបានប៉ះនឹងជំងឺដែលយើងបានឈឺចាហើយបើតើតោមួយស្ថានភាពសុខភាពនឹងមកដល់បច្ចុប្បន្នហ្នឹងយ៉ាងណាហើយបងតើតោមួយឥឡូវធូរខ្លាំងចាពីមុនសម្បីតែការនិយាយស្ដីរបស់ខ្ញុំក៏ខុសប្លែកខ្លាំងមែនទែនគឺអត់ចេះនិយាយរៀបពាក្យសម្ដីនិយាយជាមួយអ្នកណាគឺអត់ចូលចិត្តនិយាយមូម៉ាឆេឆាស្បែបងប្អូនខ្ញុំគឺខ្ញុំថាមូម៉ាឆេឆាដាក់ដែរខ្ញុំថាបងប្អូនស្បែពុកដែរខ្ញុំដូចគ្នាមានអារម្មណ៍ថាខ្ញុំខុសប្លែកឆ្ងាយធូរជាងមុនខ្លាំងហើយចិត្តរបស់ខ្លួនឯងឥឡូវដូចថាយើងកាត់បន្ថយនៅរឿងដែលយើងខឹងពីមុនណាគឺចិត្តយើងតិចជាងមុនគឺមួយថ្ងៃគឺសមាធិ2ដងពេលព្រឹកហើយនិងពេលយប់ដើម្បីធ្វើការងាររវល់ប៉ុណ្ណាក៏ខ្ញុំទៅឆ្លៀតបានដែរហើយតើតោជាមួយនឹងចំណុចហ្នឹងអាចថាបងប្រើជាមួយនឹងផលិតផលអ៊ីក្រាញហ្នឹងប្រហែលជាមិនមុខណាបងដោះទៅលើបញ្ហាហ្នឹងមួយឈុតទាំងអស់Blue E អ៊ីក្រិនប្រាណាហើយនីស្រូតចាតែយើងប្រើជាដំណាក់កាលអញ្ចឹងទៅបងប្រើដំបូងប្រើ Blue E ហើយនឹងប្រាណាសិនតមកបានរយៈពេលប្រហែលជាមួយទឹកអីឬក៏កន្លះខែកាលហ្នឹងបងគាត់ឲ្យខ្ញុំប្រើទាំងអស់គាត់ចង់ដឹងថាក្នុងខ្លួនខ្ញុំមានជំងឺអីព្រោះគាត់ពេលដែលគាត់ប្រឹក្សាខ្ញុំគាត់មានអារម្មណ៍ថាខ្ញុំហ្នឹងមានបញ្ហាច្រើនរោគច្រើនអញ្ចឹងគាត់ដឹងហើយគាត់មើលដឹងថាខ្ញុំមានបញ្ហាអីខ្ញុំក៏អរគុណគាត់ដូចគ្នាដែរបើកុំបានគាត់ខ្ញុំក៏មិនបានដល់ថ្ងៃហ្នឹងដែរចាបងហើយមួយវិញទៀតបងតតងជាមួយនឹងលក្ខខណ្ឌបើយើងនិយាយពីការប្រើប្រាស់មកដល់បច្ចុប្បន្នប្រហែលជារយៈពេលប្រហែលឆ្នាំឬក៏ប្រហែលខែដែលបងប្រើប្រាស់ជាមួយផលិតផលខ្ញុំប្រើយូរដែរខ្ញុំប្រើចូល2ឆ្នាំហើយ
ចា 2 ឆ្នាំហើយបងមកទល់បច្ចុប្បន្នប៉ុន្តែបើយើងនិយាយពីបញ្ហាសុខភាពឥឡូវហ្នឹងគឺសម្រាប់បងអាចថាវិលមកសុខភាពធម្មតាអស់ហើយណាបងចាបងតែសួរបងបន្តិចពេលយើងមានបញ្ហាផ្លូវចិត្តដល់ពេលជ្រើសរើសផលិតផលក្រណាលាបខាងក្រៅតើអារម្មណ៍មិនដែរបងនៅមុនសម្រាប់ចិត្តប្រើហ្នឹងពីមុនខ្ញុំថាខ្ញុំអត់ជឿដែរខ្ញុំថាគ្រាន់តែលាបខាងក្រៅហើយអីក៏បាត់ដល់ខាងក្នុងខ្ញុំគិតថាខ្ញុំមិនដឹងថាជ្រើសរើសហ្នឹងត្រូវឬខុសដែរខ្ញុំអត់ប្រកាសខ្លួនឯងដែរប៉ុន្តែខ្ញុំស្ដាប់តបងគាត់ប្រឹក្សាមកខ្ញុំមកដូចថាគាត់និយាយមកចូលអារម្មណ៍យើងទាំងអស់យើងត្រូវតែប្រើទៅភាសាដូចគាត់និយាយមែនហើយនិយាយទៅគឺភាសាของខ្លួនយើងលាបទៅគឺស្រួលខ្លួនដែរចាពេលយើងមកទៅឈឺឆ្អឹងខ្នងយើងលាបទៅធ្វើឆ្អឹងខ្នងយើងដូចថារៀងរឹងមាំជាងមុនណាកាលមុនវារឹងនេះដែរកាលមុនខ្ញុំត្រឹមប្រើដូចថាយើងកាយឈោក៏អត់សមមានលំនឹងឯងចាបងចាធ្វើយើងញើយើងឈោគឺរឿងញើចង់ទៅដួលហ៎បងចាហើយស្បែកតែអង្គុយចង់តែមានអារម្មណ៍អង្គុយចង់ទៅដួលដែរខ្ញុំថាមិនគេខ្ញុំមានអារម្មណ៍ខ្សោយខ្លាំងម្ល៉េះចាដល់ហើយអនុញ្ញាតបងជួយបង្ហាញបន្តិចទៅលើបញ្ហាសុខភាពដែលបងដោះឧទាហរណ៍បញ្ហាផ្លូវចិត្តឬក៏តកតងជាមួយនឹងមេរោគផ្នែកស្ត្រីហ្នឹងណាតើការប្រើប្រាស់បងតើបងប្រើទីតាំងណាខ្លះប្រើបែបណាខ្លះដែរបងដែលបានទទួលផលទៅលើការដោះស្រាយបានជាក់លាក់អញ្ចឹងណាបងការប្រើប្រាស់ដំបូងខ្ញុំលាបនៅសក់ក្បាលនៅកន្លែងក្បាលយើងចាហើយលូអ៊ីយើងលាបក្បាលហើយប្រាណាយើងលាបពងកបាត់ដៃបាត់ជើងហើយនឹងទ្រូងយើងចាហើយហ្នឹងណាហើយនឹងឆ្អឹងខ្នងបាត់ជើងអីហ្នឹងហើយនឹងកន្លែងជើងកន្លែងជង្គង់អីហ្នឹងចាលាបតាម function ក្នុងមួយថ្ងៃខ្ញុំប្រើដំបូងខ្ញុំប្រើច្រើន6ដងតាមថ្ងៃ6ដងហើយថាសក់ហ្នឹងនឹងស្លាបប្រេងហើយលាបជោហ្នឹងឯងចាដល់ពេលក្រោយមកយើងដូចថារយៈពេលដែលនិយាយទៅគឺរយៈពេលខ្ញុំប្រើសម្រក់ហ្នឹង2ខែដំបូងរហូត1ខែមុនដំបូងរហូតដល់1ឆ្នាំជាងខ្ញុំប្រើសម្រក់ខ្លាំងដល់ពេលបាន1ឆ្នាំកន្លះខ្ញុំប្រើរឿងស្បែកជាងមុនចាប្រើរឿងស្បែកតិចតែឥឡូវដូចអត់សូវកំងទេអត់សូវកំងអត់ដូចមុនទេចាហើយជាពិសេសកូនខ្ញុំពេលគាត់ឈឺមានកូនតូចទៀតហ្មងចាមានកូនហើយមានម្ដាយឈឺដែរហើយខ្ញុំណែនាំប្រាប់ដល់ប្អូនដល់ម៉ែដល់អ្នកដែលជិតខាងខ្ញុំចាខ្ញុំណែនាំប្រាប់ពួកគាត់ឲ្យប្រើដូចខ្ញុំដែរជាងកាលពេលខ្លះគាត់ថាខ្ញុំចេះតែខ្ញុំថាខ្ញុំអ្នកលក់ខ្ញុំថាខ្ញុំមានអ្នកលក់ទេខ្ញុំថាខ្ញុំប្រើទៅបានផលតែខ្ញុំចង់ជួយណែនាំឲ្យអ្នកជិតខ្ញុំគាត់ឈឺខ្ញុំអត់គាត់ដែរពេលឃើញគាត់ឈឺអញ្ចឹងខ្ញុំជួយថាម៉ែជួយម៉ែប្រើតាមខ្ញុំទៅព្រោះខ្ញុំមានបញ្ហាស្តៀងនឹងជំងឺគាត់ដែរហើយគាត់ប្រើតាមខ្ញុំដែរទៅអ្នកខ្លះគាត់ជឿអ្នកខ្លះគាត់អត់ជឿតែមានមួយចំនួនតូចគឺគាត់ប្រើតាមខ្ញុំដែរចាប្រើទៅគាត់ធូរខ្ញុំមិនងាយប្រើអ្វីដែលប្រេះផ្ដាស់ណាខ្ញុំថឹងថ្លៃខ្ញុំមើលដែរហើយខ្ញុំដឹងថាផលិតផលហ្នឹងថ្លៃខ្ញុំថាថ្លៃមែនទែនហើយខ្ញុំទៅមានសមត្ថភាពណាទៅទិញផលិតផលហ្នឹងមកប្រើទៅខ្ញុំក៏ព្យាយាមនឹងសំលុយហ្នឹងខ្ញុំមកទិញដែរហើយប្រើថានឹកប្រាប់ខាងគ្រួសារខ្ញុំថាខ្ញុំចង់ប្រើថ្នាំហ្នឹងឲ្យខ្ញុំប្រើអត់គាត់ឲ្យខ្ញុំប្រើមួយឈុតសិនដល់ពេលឲ្យថ្លៃខាងថ្លៃតែខ្ញុំប្រើទៅធូរហ្មងគាត់ចិត្តប្រាប់ខ្ញុំថាអត់ឲ្យប្រើទេថ្លៃអូនឯងចង់ប្រើទៅអត់ទេម៉ែបងខ្ញុំប្រើខ្ញុំប្រើដែរខ្ញុំរលីខ្ញុំទិញថ្នាំនឹងប្រើខ្លួនឯងចាបងចាខ្ញុំប្រាប់មិត្តភក្តិខ្ញុំថារបស់នេះរបស់ខ្មែរប្រើទាំងអស់គ្នាទៅល្អដឹងថាខ្ញុំប្រើគឺខ្ញុំប្រើពីប្រកបមែនខ្ញុំអត់និយាយកុហកទេបើខ្ញុំបញ្ជាខ្ញុំអត់មិនសម្ភារជាមួយបងស្រីទេតែខ្ញុំជាដាច់បានខ្ញុំហ៊ានប្រឈមមកបើសិនខ្ញុំអត់ជាដាច់ខ្ញុំនិយាយមិនបាច់ចេញបើខ្ញុំអត់ជាផងខ្ញុំថាតើខ្ញុំជាបើខ្ញុំនិយាយកើតចាព្រោះរយៈពេលនេះបានខ្ញុំហ៊ានប្រឈមមកខ្ញុំថាខ្ញុំត្រូវតែធ្វើអ្វីដែលឲ្យបងប្អូនណាដែលគាត់អត់មានបញ្ហាហ្នឹងនឹងថារោគវិធីព្យាបាលយ៉ាងម៉េចឲ្យគាត់ដឹងទាំងអស់គ្នាថាប្រើអ៊ីកូរ៉ៃគឺល្អខ្លាំងដូចបញ្ហាបងពិតជាបានដោះទៅលើបញ្ហាហ្នឹងពិតជាប្រសើរខ្លាំងណាស់បងបើយើងនិយាយពីភាពអច្ឆរិយៈគឺអច្ឆរិយៈបងសម្រាប់បងចាសម្រាប់ខ្ញុំមែនខ្ញុំឮតែថាពេលថាបាត់ហើយគឺសប្បាយខ្លាំងមែននឹងនិយាយថាមិនសប្បាយចិត្តខ្លាំងហូមដែរជួយប្រគួសារខ្ញុំថាបងខ្ញុំជាហើយខ្ញុំជាយើងនឹងភ័យថាប្រឹក្សាឲ្យបងមិនទៅជាមិនទេបងក្នុងចិត្តបងចេះប្រាប់ថាខ្ញុំ
chia diêm hay là đa chẳng bắt chia chẳng chứ phải bên pra tam đó vậy đây cắt ban prap tới cứ lo men tao bên tao bên thà chia nó mà thà tục chặt cắt khai ពិតជាពិសេសមែនតើទៅលើបទពិសោធន៍សម្រាប់បងស្រីដែលបានទទួលការដោះស្រាយទៅលើបញ្ហាសុខភាពទី1តកតងមួយបញ្ហាសុខភាពផ្លូវចិត្តទី2តកតងជាមួយនឹងការដោះទៅលើបញ្ហាផ្នែកស្ត្រីឬក៏បញ្ហាមហារីកបស្បូនណាបងចាពិតជាបានដោះទៅលើបញ្ហាសុខភាពនឹងបានជាក់លាក់ទាំងអស់នេះគឺជាបទពិសោធន៍អតិថិជនដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផល Ecorai ផលិតផល Ecorai មិនមែនជាផលិតផលដែលទៅព្យាបាលជំងឺមួយមុខណាជាក់លាក់ឡើយផលិតផល Ecorai មានតួនាទីនឹងឯកទេសសម្រួលដកតកតងជាមួយនឹងជាតិពុលកម្ដៅរលាកឬក៏មេរោគបាក់តេរីដែលកកស្ទះក្នុងសរីរាង្គកាយដែលគ្រាន់តែលើខាងក្រៅតែប៉ុណ្ណោះចាជាចុងក្រោយនាងខ្ញុំវ័យសវឿនចាក៏សូមអរគុណទៅកាន់បងស្រីចាសម្រាប់ការចំណាយពេលវេលាមានតម្លៃជាចុងក្រោយអរគុណនិងសូមជម្រាបលាចា